តម្រាំមកថាបានធ្វើត្រីតកាចំហុយទឹកសៀវឲ្យកូនហូបនិយាយថាវេទនាជាងអីទៀតអានវេទនារឿងអីបងប្អូនហើយវេទនារឿងតែភ្លៀងនឹងដើរចេញប្រទេសអត់រួចចឹងណានិយាយទៅប្រព្រិចប្រប្រាច់ខ្លាំងមែនតែនដូចខែភ្ជុំឲ្យស្រុកខ្មែរយើងចឹងឯងស្រុកនេះបានតែភ្លៀងមួយភ្លៀងមួយអាទិត្យ10ថ្ងៃអីមិនតាន់រាំងផងហើយបងឲ្យបើកអាជីវកម្មលក់ដូរតាមតូបអីធៀមទៅស៊ីអំបិលទៅតែសំខាន់ពេលមួយភ្លៀងចាស់ក៏ថាណែធម្មជាតិស្រស់ស្រាយមួយយ៉ាងដែរចានេះដូចជាផ្កាម៉ៃក្មេងខ្ញុំជាដើមឡៃឡាក់នេះអញញឹមបព្រៃណាមានអីរីកស្គួរស្គីពេញតែដើមនេះលោកហើយនិយាយពីរឿងអញខ្ញុំវិញក៏ថាណែតស៊ូយ៉ាងណាថាចង់ឲ្យបងប្អូនទស្សនាទេសភាពពេលមេឃភ្លៀងនៅស្រុកចិនអីចឹងណាតាមភូមិស្រុកស្រែរដូវខែវស្សាយោយនេះភោផងអាយ៉ាងណាក៏ថាស៊ូថតកដាភ្លៀងជូនពុកម៉ែបងប្អូនទស្សនាទុកជាចំណីចក្ខុនេះឥឡូវថាបានរៃរាប់រៀបរាប់រឿងភ្លៀងរួចរាល់មកដល់ចាទាញណែ BB ថេយ៉ងដើម្បីតែងខ្លួនតែងកាយចាកថាឡើងទៅផ្សារកថាទិញមកហូបឲ្យកូនហូបធ្វើមកហូបពេលល្ងាចនោះព្រោះថាជារៀងរាល់ថ្ងៃនឹងខ្ញុំមកថាទៅណាមភ្លេចជាមួយ BB ថេយ៉ងហ្នឹងទេថាដើរកាត់ភ្លៀងមកថាដើរកាត់ថ្ងៃអីណាគឺថា BB ថេយ៉ងគឺថាជួយបានគ្រប់ពេលវេលាហ្មងបងអូនចង់ស្អាតផូផង់ដូចជាឌីណាកុំភ្លេចទិញអ្នកមួយទៅតម្លៃធូរថ្លៃឲ្យស្អាតគ្រប់ពេលវេលាទៀតចាលើកថាដល់ផ្សារថាយាយលោកអើយតស៊ូយ៉ាងណាថាមានបន្លែមកកញ្ច្រៃខ្ញុំបងប្អូនអើយដើម្បីជីវភាពហ្នឹងណាហើយខ្ញុំវិញដើរក្បែរទៅក្បែរមកមិនដឹងទិញស្អីទៅនេះថងថាល្ងាចហើយវាចង់អស់មកហូបដែរហើយលោកអើយហើយចិនតារាមគ្នាទិញញ៉ៃពេញដីនៅកន្លែងកលក់មកហូបហើយខ្ញុំវិញទិញដើរទៅដើរមកមិនដឹងបានទិញអីទាំងបងប្អូនអើយទិញបានត្រីតកែមួយនេះចានឹងធ្វើអីទេរងថ្ងៃនេះហូបឲ្យរស់ពេលសិនទៅនេះចាគាត់ថានេះយកមកដល់ផ្ទះវិញត្រាំទឹកអំបិលសិនកុំឲ្យវាឆ្អាបចឹងបងប្អូនអើយចំហុយទឹកស៊ីអ៊ូអានេះបើសិនជាយកទៅខត្រីអីវាមិនសូវឆ្អាបអីហ្មងបើថាយើងចំហុយចេះធ្វើមិនស្រួលក៏វាឆ្អាបហូបមិនកើតថ្ងៃត្រីត្រាំទុកចោលមកដល់មើលម៉ែក្មេកខ្ញុំសិនកំពុងឲ្យឆាឆុចខ្ញុំសូមម៉ែធ្វើអីគេហ្នឹងខំសាយលោកអើយគាត់ទៅលើចុកបាសជើងបងប្អូនហើយអាជាស្រ័យម៉ែក្មេកខ្ញុំខំសាយហើយបងប្អូនអើយសុំទោសមិនប៉ះទេគេថាគាត់ក៏មិនចង់ដែរលើកទី1ឲ្យកូនខ្ញុំនេះវិញគាត់ទៅលើតែខនសាយយំស្បែបបងអើយពេញក្រោយផ្ទះនេះលន់លឺជាងមេក្រូទៀតអូនស្រីបើកំពុងតែឈឺចាប់ជឿរឿងលោកយាយហើយខនសាយម៉ណាយយ៉ាងនងយ៉ាងកូនស្រីយាយអ្នកធ្វើមហូបចៅអ្នកយំយ៉ាងទៅយាយថាមានណាចៅតែយាយថាលេងតែឥឡូវខឹងបងប្អូនខឹងមកតែហឹងហ្មងណាមើលពីទឹកមុខមើលពីអាការៈគាត់ទៅដឹងតែខឹងយ៉ាងណាចាកថានេះឥឡូវយាយមកលួងចៅមកយាយពោទៅមើលសាយយាយថាលេងតើចៅយាយថាលេងតើយាយមានធ្វើណាសាយក្នុងទ្រុងតើចៅឯងជឿទៅមើលមិនព្រមទៅទេមិនព្រមទៅដាច់ខាតបងប្អូនអើយនេះខឹងឡំប៉ាខឹងញ័រកតុយហ្មងណាដូចខ្វះអីធ្វើមកធ្វើសាយនេះចាសាយមែនលោកអើយសំទោសបងប្អូនអើយដែលស្រឡាញ់សត្វណាសូមអធិស្ឋានតាមវីដេអូនេះបងប្អូនអើយខ្ញុំនិយាយមែនហ្មងឃើញហើយកុំថាអីថាវ៉ាន់កុំជេរកុំអីបងប្អូនអើយខ្ញុំធ្វើត្រីចំហុយទឹកស៊ីអ៊ូទេបងប្អូនអើយគ្រាន់ថាលើឈុចឆាច់ហ្នឹងខ្ញុំចុះមកក្រោមមើលសាកទៅឥឡូវបានមកផ្ទះស្រាច់បងប្អូនអើយចានេះលោកអើយនេះខ្ញុំបានត្រឹមតែសម្លឹងខ្ញុំមិនហ៊ានហូបទេចាឥឡូវគេថាយាយផ្ដាំពោចៅទៅមើលទ្រង់សាយអាដេញម៉ណាយហើយនេះលងកុំឲ្យចៅយំចៅអីចឹងណាបីម៉ែក្មេកខ្ញុំប្រឹងបកស្រាយយ៉ាងណាក៏ថាកូនខ្ញុំមិនចង់មើលដាច់ខាតតែម្ដងមើលលេងទាំងថាអាណិតសាយយ៉ាងណាទៅលោកអើយកូនខ្ញុំម៉ែក្មេកមកមើលបន្លែក្រោយផ្ទះគាត់ថាគាត់ឈប់ហើយចាប់ពីថ្ងៃទៅគាត់ឡើងហើយយើងសាយសាំងអីនៅគាត់ឈប់ចិញ្ចឹមដែរម៉ែអើយចិញ្ចឹមធ្វើអីទេនាំតែបាបទេយើងអ្នកស៊ីអ្នកចុកអីចឹងពេលធ្វើម្ដងចឹងទៅកូនស្រែកពេញផ្ទះពងសក់លោកអើយឥឡូវថាណែអាផ្លែនេះក្រោយផ្ទះហ្នឹងផ្លែបានតែ2បេះប្រហើយមកឲ្យខ្ញុំទៀតនេះដាំឆ្នាំដំបូងផ្លែ2គាត់បងប្អូនអើយចាលើថាដល់វេនខ្ញុំចាត្រីតកែខ្ញុំនេះបានត្រាំទឹកបឺរួចរាល់ហើយដល់ដាក់គ្រឿងដាក់ក្រូវដើម្បីថាចំហុយវាចឹងណាព្រោះរដងខមិនឈប់អញ្ចឹងចំហុយម្ដងទៅឲ្យផ្លែកមាត់ផ្លែកកចានេះតាមប៉ាត់ត្រីតកែចំហុយស្រួលទេអត់ពិបាកធ្វើទេបើខក៏ពេកកប៉ុកច្រើនណាអានេះគ្រាន់តែយើងដាក់តែខ្ទឹមលក្ខខ្ទឹមខ្ញីអីចឹងទៅដាក់អដេញនេះភេងឆារយរឌីបន្តិចគ្រូវាចំហុយឲ្យឆ្អិនអញ្ចឹងណាហើយយើងមកលាយជាមួយទឹកស៊ីអ៊ូទឹកស៊ីអ៊ូយើងចុចត្រីសាម៉ុនហ្នឹងបងប្អូនអើយចានេះប៊ីចេងស្ករបន្តិចទៅហើយឥឡូវត្រីមិនតាន់បានឆ្អិនមកមើលទូឯងប្រុសខ្ញុំវិញបងប្អូនចាសាតាំងកណ្ដាភ្លៀងលោកអើយបោះសម្ញាំគាត់ថាលក់អ៊ីតចាយថ្ងៃមុនភ្លេចបោះអាកតិកទីហ្នឹងទៅដល់ពេលមេឃភ្លៀងមកហិចស្គួយពេញមុខផ្ទះអញ្ចឹងគាត់បោះមករងតាំងប៉នុកនេះឯក្មេកខ្ញុំនេះបងប្អូនអើយចានេះគាត់ថាចៅ2លោកអើយកុំមើលខោស្លៀកខ្លាំងជាងកូនភាសាទៀតសំខាន់នៅប្រទេសគេក៏យើងចិត្តស្លៀកអញ្ចឹងបងប្អូនអើយឥឡូវគាត់យកមកឲ្យខ្ញុំភ្លក់នេះភ្លក់ទៅបងប្អូនអើយខំយកមកឲ្យហើយនេះចាគាត់ថាមានអីសំណំមកគេតារសជាតិតែទៅបីយ៉ាងណាក៏ដោយក៏ខ្ញុំមិនហ៊ានហូបទាំងដុំទាំងកពួនដែរបងប្អូនអើយចានេះ
ยังไงយើងមកប្រហើយត្រីរបស់យើងវិញព្រោះថាថៃយើងក៏បានឆ្អិនរួចរាល់ផងដែរអញ្ចឹងហើយយើងមកស្រោចទឹកស៊ីអ៊ូនឹងដាក់លើត្រីទៅចំហុយមកសបកទៀតឲ្យវាងុំអញ្ចឹងទៅបានយើងហូបបានអត់នេះបងប្អូនអើយរួចរាល់នឹងឈ្ងុយហ្មងណាតែចកិច្ចបង្ហាយប៉ុនក៏ខ្ញុំត្រូវដាក់ខ្លាញ់ដែលដាក់លើភ្លើងឲ្យក្តៅខ្លាំងអញ្ចឹងណាដាក់ទៅដើម្បីច្រោយទៅលើវាឲ្យរសជាតិរត់តែឈ្ងុយរត់តែឆ្ងាញ់អញ្ចឹងទៅដាក់ទៅលើមានលក្ខតំលឹកអីអញ្ចឹងណាយកល្អយើងដាក់ម្ទេសតិចតិចតែខ្ញុំកូនខ្ញុំគាត់ហូបខ្លាចគាត់ហិលអញ្ចឹងដាក់តែប៉ុណ្្នឹងទៅឥឡូវយាយនឹងកូនគាត់នឹងចាប់ដើមមកច្រកថងនេះបោះមួយថ្ងៃបោះតាំងពីមេឃភ្លៀងរហូតដល់មេឃរាំងអត់តាន់ហើយទៀតប្តីខ្ញុំលើវីដេអូនឹងខ្ញុំក៏បានដល់ទីបញ្ចប់ផងដែរចាអរគុណច្រើនរកការទស្សនា